ថ្ងៃនេះយើងមកធ្វើមុខម្ហូបហៅថាប្រហុកទេសទាំងអស់គ្នាហើយគ្រឿងផ្សំរបស់ប្រហុកទេសនេះគឺយើងមានខ្ទិះដូងមានសាច់ជ្រូកសាច់ត្រីហើយជាមួយនឹងខ្ទឹមសខ្ទឹមក្រហមផ្កាច័ន្ទយើងក៏ច្រាំធ្វើរាងម៉ត់ហើយយើងដាំខ្ទះឲ្យរាងក្តៅនៅពេលដែលខ្ទះក្តៅខ្លាញ់ក្តៅយើងចាក់ខ្ទឹមសខ្ទឹមក្រហមចូលហើយប្រឡេងវាឲ្យវារាងខ្លោចតិចៗដើម្បីឲ្យវាកាន់តែឈ្ងុយខ្ទឹមរបស់យើងរាងខ្លោចរាងឈ្ងុយហើយយើងចាក់ផ្កាច័ន្ទចូលដើម្បីឲ្យវាចេញពណ៌ក្រហមហើយយើងព្យាយាមកូរវាឲ្យសព្វជាមួយនឹងខ្ទឹមរបស់យើងហ្នឹងឲ្យវាចេញពណ៌ក្រហមកូរវាឲ្យសព្វនៅពេលដែលយើងគិតថាវាសព្វចូលគ្នាអស់យើងដាក់ជាមួយនឹងប្រហុកប្រហែលជា2ស្លាបព្រាតាមបរិមាណដែលបងប្អូនចូលចិត្តដាក់ប្រហុកចូលហើយយើងកូរប្រហុកជាមួយគ្រឿងខ្ទឹមរបស់យើងហ្នឹងកូរវាឲ្យសព្វឲ្យវាចូលជាតិគ្នាដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់នៅពេលយើងកូរវាសព្វអស់គិតថាវាចូលជាតិអស់យើងយកអាសាច់ដែលយើងបានត្រៀមទុកហ្នឹងយកមកចាក់ចូលក្នុងខ្ទះហើយយើងកូរសាច់នឹងជាមួយនឹងគ្រឿងផ្សំរបស់យើងឲ្យចូលគ្នាគ្រឿងផ្សំនិងសាច់ជ្រូករបស់យើងហ្នឹងបានចូលគ្នាអស់យើងដាក់ជាមួយនឹងប៊ីចេងយើងដាក់ជាមួយនឹងប៊ីចេងបានបន្តិចកុំដាក់ច្រើនពេកហើយយើងដាក់ជាមួយនឹងស្ករសដាក់ស្ករសរៀងច្រើនតិចដើម្បីកាត់បន្ថយជាតិប្រៃដែលយើងដាក់ប្រហុកមុនហ្នឹងរួចយើងដាក់ជាមួយនឹងអំបិលរ៉ូឌីបន្តិចមកចុងស្លាបព្រាចុងក្រោយយើងដាក់ជាមួយនឹងទឹកប្រេងខ្យងចាក់ទឹកប្រេងខ្យងតាមបរិមាណដែលបងប្អូនចូលចិត្តរួចយើងកូរវាឲ្យសព្វឲ្យចូលជាតិគ្រឿងក្រូចដែលបងយើងបានផ្សំហ្នឹងយើងព្យាយាមកូរវាឲ្យសព្វម្ហូបមួយមុខនេះគឺម្ហូបបែបលក្ខណៈគ្រួសារយើងអត់បានវល់ជាបរិមាណយ៉ាងណានោះទេអានេះ
កូរសាច់ជាមួយនឹងគ្រឿងក្រូចចូលគ្នាអស់យើងចាក់ជាមួយនឹងខ្ទិះដូងដែលយើងបានត្រៀមទុកហ្នឹងចាក់ចូលក្នុងខ្ទះហ្នឹងចាក់ចូលរួចហើយយើងព្យាយាមកូរវាឲ្យសព្វឲ្យចូលជាតិជាមួយខ្ទិះដូងជាមួយសាច់របស់យើងហ្នឹងគ្រឿងក្រូចយើងបានផ្សំហ្នឹងឲ្យវាចូលជាតិគ្នាអស់នៅពេលដែលវាចូលជាតិគ្នាអស់យើងទុកវាប្រហែលជាមួយសន្ទុះដើម្បីឲ្យវាឆ្អិនឃើញថា 90% ឆ្អិនយើងដាក់អំពិលទុំចូលទៅក្នុងហ្នឹងដាក់អំពិលទុំចូលដើម្បីឲ្យវាជូរអែមហើយកូរអំពិលទុំជាមួយនឹងម្ហូបរបស់យើងឲ្យចូលជាតិគ្នាកូរវាឲ្យសព្វហើយរួចយើងដាក់វាមកសន្ទុះឲ្យវារាងក្តៅឲ្យវាចេញជាតិអំពិលទុំយើងគិតថាវា95% ឆ្អិនហើយយើងចាក់ស្លឹកខ្ទឹមចូលទៅក្នុងហ្នឹងហើយយើងកូរវាឲ្យចូលសព្វគ្នាអស់ហើយឃើញថាមុខម្ហូបខ្ទិះរបស់យើងគឺវាបានឆ្អិន 100% ហើយគឺមានរសជាតិឈ្ងុយឆ្ងាញ់ឥឡូវមុខម្ហូបខ្ទិះរបស់យើងគឺវាឆ្អិន 100% យើងធ្វើការដួសដាក់ចាន